นักเรียนไม่ได้ก่อนนักน้องแล็ปท็อปบอกยังก็มีมุกเงียปีเซมุ้ยโดยขนมตัวสับได้พังได้คือมุกเงียในการสแกนมุกนำไปยังตัวการดอกเสานำไปโจตัวการคอมพิวเตอร์ไปยังบ้านโอเคมุกเงียนี้คือปีเซครั้งเหมือนเต้นสมัยนักเรียนจังดักมุกเงียสแกนมุกโจตัวการแล็ปท็อปไปยังโอเคฉันนำไปยังเฟิร์บ้านนักเรียนเพลย์ตัวสนามวิดีโอเนี่ยเราชอบหากันเพลย์จุดไลค์แชร์ตัวก็สแกนมุ้ยบ้านไม่จำเป็นอะไรก็ไอ้คำมันกขังเราในบ้านพังได้ฉันยังตัวสนามปีรูปแบบดักต่างเนี่ยโอเคจังทำไมยังไอ้ฝึกการด่าจุ่มมุกเงียสแกนมุกในบ้านเนี่ยเนี่ยครั้งแต่โจตัวการเซตติ้งในคอมพิวเตอร์ไปเยอะบ่าจังยังโจสตาร์ทเมนูบอก Windows ให้ต่อมาเนี่ยเนี่ยสไฟล์เราไปทำ setting ให้มันเอาตอนจำนวนนี้เนี่ยเนี่ยสไฟล์เราไปทำ account โอเคจังมาได้ก็เลยนี้เนี่ยเนี่ยโยไปทำ sign in บ่าจังเว้นมาได้มุกเงียมุ้ยคือมุกเงียสแกนมุกจังจีตโบเนี่ยเนี่ยโจตัวการ start เมนูของ Windows settingហើយបន្តមកអ្នកគ្នាយកពាក្យថា account ហើយតមកអ្នកគ្នាយកពាក្យថា sign in បាទឬក៏អ្នកគ្នាចូលលឿនអ្នកគ្នាចូលកន្លែង start menu កន្លែង search នេះបាទកន្លែង search ហើយអ្នកគ្នាវាយថា password change ចឹងអ្នកគ្នាវាយកន្លែងនេះបានហើយ change your password ហើយអ្នកគ្នាចូលទៅកាន់កន្លែងហ្នឹងដូចគ្នាអូខេចឹងដើម្បីយើងអាចធ្វើការបើកចំនួនមុខងារ scan មុខនេះបានជាដំបូងតម្រូវឲ្យអ្នកគ្នាធ្វើការដាក់ជាមួយនឹងមុខងារមួយទៀតគឺមុខងារ set password pin បាទ pin password យើងចូលសិនទៅយើងអាចបើកជាមួយមុខងារ scan មុខនេះបានបាទមុខងារនេះគឺអ្នកគ្នាអត់តាន់ចេះដាក់ទេអាច comment ខាងក្រោមឬក៏អ្នកគ្នាទស្សនាវីដេអូខ្ញុំថតធ្វើពីមុនក៏បានផងដែរហើយចំណុចមួយទៀតគឺអ្នកគ្នាត្រូវតែដាក់ជាមួយមុខងារ Windows pin hello world នេះមួយទៀតចឹងដល់យើងអាច set បានគឺអ្នកគ្នាអាចទស្សនាវីដេអូខាងក្រោមនេះបានឬក៏អ្នកគ្នាធ្វើការ set ដល់ខ្លួនឯងបានអ្នកគ្នាគ្រាន់តែចុចកន្លែងនេះហើយអ្នកគ្នាស្វែងរកពាក្យថា set ហើយយើងគ្រាន់តែវាយជាមួយនឹង password ដែលយើងចង់ដាក់ចូលទៅគឺបានហើយអ្នកគ្នាអូខេអញ្ចឹងចំណុចដែលក្នុងវីដេអូនេះគឺបង្ហាញអ្នកគ្នាពីរបៀបក្នុងការដាក់ជំនួសមុខងារ scan មុខអញ្ចឹងដើម្បីយើងអាចដាក់បានជាដំបូងនៅមាន PIN ក្នុងការវាយលេខចូលបាទគេហៅថា PIN ដើម្បីយើងវាយអក្សរចូលណាអ្នកគ្នាយើងដូចជា1 2 3 4អញ្ចឹងអាហ្នឹងគេហៅថា PIN login បាទហើយមួយទៀត PIN Windows Hello World មានថា PIN security នៃ Windows របស់យើងអូខេអញ្ចឹងយើងគ្រាន់តែមានជំនួសមុខងារពីរនេះមកគឺយើងអាចធ្វើការដាក់ជំនួសមុខងារ scan មុខបានហើយអូខេអញ្ចឹងដើម្បីយើងអាចធ្វើការ set បានជាដំបូងអ្នកគ្នាចុចកន្លែងសញ្ញាព្រួយចុះក្រោមនេះហើយបន្តមកអ្នកគ្នាគ្រាន់តែចុចពាក្យថា set up បាទអញ្ចឹងអ្នកគ្នាយកផ្នែកខាងនេះហើយតំណអ្នកគ្នាធ្វើការ get អញ្ចឹងយើងចុច get ហើយមកដល់ត្រង់ចំណុចនេះវាតម្រូវឲ្យយើងវាយជាមួយនឹង PIN security ដែលយើងបានដាក់ជាមួយនឹង Windows security ហ្នឹងបាទអញ្ចឹងខ្ញុំបានបង្កើតរួចហើយអូខេអញ្ចឹងបន្ទាប់ពីខ្ញុំបានដាក់ហើយវានឹងធ្វើឲ្យយើង scan មុខយកបាទឥឡូវនេះវាបានធ្វើការ scan មុខរបស់ខ្ញុំបានរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការអូខេអ្នកគ្នាជើងបន្ទាប់ពីយើងបានធ្វើការដាក់រួចរាល់ហើយខ្ញុំធ្វើការតេស្តជូនអ្នកគ្នាចឹងដើម្បីយើងអាចធ្វើការតេស្តបានអ្នកគ្នាគ្រាន់តែចុចជាមួយនឹង Windows បូកជាមួយអក្សរ L ដើម្បីធ្វើការ lock screen បាទអញ្ចឹងបន្តមកអ្នកគ្នានឹងចូលមកដល់កន្លែងនេះគឺពីមុនយើងធ្លាប់តែ scan ម្រាមដៃឬក៏ធ្លាប់ដាក់ password ណាអញ្ចឹងយើងដូរវាមកជាប្រភេទ scan មុខវិញអញ្ចឹងអ្នកគ្នាយកពាក្យថា sign in ហើយកន្លែងនេះគឺអ្នកគ្នាយកមុខងារមួយគឺមុខងារ scan មុខបាទរូបភ្នែកនេះបាទអញ្ចឹងយើងគ្រាន់តែចុចកន្លែងហ្នឹងមកវានឹង scan មុខតែម្ដងអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកគ្នាកុំភ្លេចចុច like share ឬក៏ subscribe មួយដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតហើយអ្នកគ្នាកុំភ្លេចបើមានបញ្ហាអីអាច comment ខាងក្រោមបានជួបគ្នានៅវីដេអូក្រោយ